មានភ្ញៀវគាត់សួរថាបងផ្កាដែលបងហៅថាមកចូលពេជ្រស្វាយហ្នឹងអ្នកលក់ខ្លះគាត់ហៅថាដើមឡហានតើអាឡហានហ្នឹងអាមកចូលពេជ្រស្វាយហ្នឹងជាដើមតែមួយមែនអត់បើសម្រាប់ខ្ញុំថាអត់ទេសម្រាប់ការហៅវាពិបាកដែរព្រោះដោយសារតែរុក្ខជាតិនៅក្នុងស្រុកខ្មែរភាគច្រើនអ្នកលក់គាត់ហៅតាមបែបបទផ្សេងគ្នាអ្នកខ្លះគាត់ហៅតាមការនាំចូលអ្នកខ្លះគាត់ហៅតគ្នាអ្នកខ្លះហៅជាភាសាបរទេសអ្នកខ្លះហៅជាភាសាថៃភាសាវៀតណាមអញ្ចឹងទៅដោយសារតែពូជម្បូរផ្កានេះគឺយើងនាំចូលមកហើយក៏វាមានការដាំដុះក៏ដូចជាការបង្កាត់ពូជអីនៅខ្មែរយើងខ្លះដែរអញ្ចឹងណាអញ្ចឹងការដាក់ឈ្មោះរបស់ប្រទេសយើងផ្សេងការហៅផ្សេងតាមតំបន់ផ្សេងគ្នាតែសម្រាប់ដើមឡហានជាប្រភេទដើមផ្សេងទៀតតែសម្រាប់ផ្កានៅក្នុងវីដេអូនេះបើសម្រាប់កន្លែងខ្ញុំហៅមកចូលពេជ្រស្វាយឬក៏តែម៉ាឡេអញ្ចឹងអាហ្នឹងខ្ញុំធ្លាប់និយាយដែរសម្រាប់ផ្កាមកចូលពេជ្រស្វាយហ្នឹងវាមានអាស្លឹកដុំនិងអាស្លឹករាយអញ្ចឹងការហៅរបស់ខ្ញុំមិនប្រកាសថាវាត្រឹមត្រូវទេហើយការហៅរបស់អ្នកលក់ផ្សេងទៀតក៏អត់ប្រកាសថាខុសដែរប៉ុន្តែគ្រាន់តែថាការបែងចែកនៃការហៅពេលខ្លះវាច្បោកច្បល់គ្នាបន្តិចសម្រាប់នៅខ្មែរយើងណាអញ្ចឹងអធិស្ឋានការបកស្រាយនេះក៏អត់ច្បាស់លាស់ដែរអរគុណ